ប្រជុំរឿងព្រេងខ្មែររឿងខ្លាស្វានិងទន្សាយមានសត្វខ្លាមួយវាដាច់សង្វែងដើររកចាប់អ្វីមិនបានសោះខំដើរស្វែងណាស់ទៅប្រទះនឹងសត្វអកមួយកំពុងតែយំឮសូរអកអ៊ូអកអ៊ូទុំលើដើមព្រឹក្សាមួយនៅមាត់ត្រពាំងខ្លាក្រឡេកមើលទៅឃើញគិតក្នុងចិត្តថាធ្វើម្ដេចនឹងចាប់អានេះបានណោះបើវានៅខ្ពស់ម្លេះបើអញឡើងទៅមុខជាវាឃើញហើយហើរទៅកាលណានឹងចាប់វាមិនបានខ្លាអង្គុយចាំមើលកិច្ចកលសត្វអកនោះឯសត្វអកនោះកាលណាទុំហើយភ្នែកវាតែងរំពៃមើលទៅបង្ហាលត្រីក្រែងមានត្រីពន្លាកខ្លួនឡើងនឹងចាប់យូរបន្តិចមានត្រីមួយផុសឡើងពីក្នុងទឹកអកស្ទុះទៅចាប់បានត្រីនោះយកមកធ្វើជាចំណីវាទៅខ្លាឃើញអកធ្វើដូច្នោះក៏គិតក្នុងចិត្តថាយើអាអកនេះវាអង្គុយតែស្ងៀមសោះស្រាប់តែមានត្រីហើរក្នុងត្រពាំងនោះវាស្ទុះទៅចាប់បានមួយរំពេចយកមកក្រអេះមិននឿយហត់ប៉ុន្មានសោះមិនព្រួយដូចជាខ្លួនអញខំដើរស្វែងរកស្ទើរស្លាប់មិនងាយនឹងបានអានេះអង្គុយធ្វើច្รงកចាប់បានភ្លាមហើយវាមិនលំបាកលំបាកអោនក្រាបទៀតផងបើដូច្នេះអញគិតធ្វើដូចសត្វអកនេះវិញស្រួលជាងតែគិតដូច្នោះហើយក៏ដើរទៅទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ហើយដែលមានត្រីច្រើននោះវាដើរទៅដល់បឹងមួយជាទីស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដុះជ្រងច្រាងដ៏មានម្លប់ត្រឈឹងត្រឈៃល្មមវាពឹងពួនខ្លួនវាបានពេលនោះមានបុរសម្នាក់នៅចងសន្ទូចក្នុងបឹងនោះមុនខ្លាទៅដល់ដោយចង់មើលឲ្យឃើញសន្ទូចខ្លួនដែលរាយនៅឯឆ្ងាយបានស្រួលបុរសនោះរាយសន្ទូចហើយមិនឈរនៅនឹងដីទេទៅឡើងលើដើមព្រឹក្សាមួយធំខ្ពស់នៅសំងំតែម្នាក់ឯងមិនមាត់កឡើយឯខ្លានោះកាលបានទៅដល់ហើយក៏ដើរភ្លូកចុះភ្លូកឡើងរកដើមឈើនឹងឡើងធ្វើដូចជាសត្វអកបុរសឮសូរមើលទៅឃើញខ្លាកំពុងតែដើររួចទៅអង្គុយច្រហមហមលើចុងឈើហើយធ្វើសំឡេងត្រាប់តាមសត្វអកថាអកអ៊ូអកអ៊ូគាត់មិនហ៊ានមាត់ថាអ្វីទេចាំតែមើលហើយគិតថាខ្លានេះវាឡើងចុងឈើនៅក្នុងបឹងដូច្នេះតើវាគិតធ្វើអីអេះយូរបន្តិចមានត្រីងើបឡើងស្រាប់តែខ្លានោះស្ទុះលោតប្រងរួចផុសឡើងវិញឆ្លក់ទឹកឮសូរខក់ខក់បុរសនោះឃើញហើយសោចរួចស្រែកថាស្លាប់ទៅអាខ្មោចធ្វើអីដូច្នេះខ្លាឮមើលទៅឃើញបុរសលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរនឹងស្លាប់ខ្លួនព្រោះមិនដែលបង់គំនិតដល់ម្លឹងសោះរួចខ្លានឹកថាឥឡូវបុរសនេះឃើញអញតែម្នាក់ឯងបើគាត់ទៅដល់ផ្ទះសមនឹងគាត់និយាយប្រាប់គេថែមទៀតគេនឹងកាន់តែដឹងច្រើនឡើងកើតមានគេឈ្មោះអាក្រក់ណាស់បើដូច្នោះអញសូកគាត់កុំនិយាយប្រាប់នរណាតទៅទៀតឡើយខ្លាបាននិយាយអង្វរបុរសនោះជាពាក្យអោនលំទោនថាអោអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានឯត្រីទៅបានឯលងទឹកស្ទើរនឹងស្លាប់ខ្លួនខ្ញុំមានសេចក្តីខ្មាស់អៀនច្រើនណាស់បើដូច្នោះសូមអ្នកអាណិតខ្ញុំកុំនិយាយទៅណាមកណាទៅទៀតខ្ញុំនឹងតបគុណឧបការៈអ្នកបុរសនោះតបវិញថាខ្លាឯងឲ្យអីអញខ្លាថាខ្ញុំសន្យារកសត្វមួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់តែថ្ងៃបុរសនោះក៏ព្រមព្រៀងទទួលពាក្យខ្លារួចហើយវិលទៅផ្ទះអាត្មាវិញទៅលុះព្រឹកឡើងមកទទួលយកសត្វអំពីខ្លានៅកន្លែងសន្យាខ្លាក៏ខំយកមកឲ្យបុរសនោះជាប្រក្រតីមិនហ៊ានខានកាលបើបុរសនោះបានសត្វនាំយកទៅផ្ទះអាត្មាច្រើនពេកណាស់នាងភរិយាឆ្ងល់លុះវេលាយប់ក៏សួរដោយស្ងាត់ថាអ្នកឯងធ្វើដូចម្ដេចបានសត្វរាល់ថ្ងៃម្លេះម្ដងសត្វនេះម្ដងសត្វនោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មានប្តីថាអញដាក់អន្ទាក់ប្រពន្ធថាអន្ទាក់អ្វីក៏បានមិនដែលខានដូច្នោះអ្នកអើយប្រាប់ប្អូនឲ្យត្រង់ទៅមើល
បុរសនោះក៏ភ្លេចពាក្យសន្យាដោយស្មានថាខ្លាកាលណាវានឹងមកក៏ប្រាប់ប្រពន្ធតាមរឿងហេតុពីដើមដល់ចុងប្រពន្ធនោះក៏ជឿលុះព្រឹកឡើងបុរសទៅយកសត្វអំពីខ្លាដូចសពដងលុះទៅដល់ស្រាប់តែឃើញខ្លាអង្គុយច្រហមហមនៅចាំកន្លែងនោះលុះបុរសដើរទៅដល់ខ្លាប្រាប់ថាបុរសឯងមកហើយអញនៅចាំទេតើអញនឹងស៊ីនេះឯងត្បិតការនិយាយគ្នាមុននោះអញហាមថាកុំឲ្យនិយាយប្រាប់គេតទៅទៀតអញសូកឲ្យសត្វមួយរាល់តែថ្ងៃឥឡូវមិនដេចក៏និយាយប្រាប់គេបុរសនោះក៏ភ័យភ្នែកស្លន់ស្លោឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាបងខ្លាឯងស៊ីក៏ស៊ីចោះខ្ញុំមិនប្រកែកទេបានជានិយាយទៅហើយតែបើមួយថ្ងៃនឹងស្លាប់រស់ខ្ញុំសូមទៅជួបប្រពន្ធសិននឹងបានប្រាប់ឲ្យគេដឹងផងខ្លាក៏ព្រមថាទៅចោះតែឲ្យឆាប់ត្រឡប់មកវិញអញស្ដោះទឹកមាត់ចាំតែស្ងួតទឹកមាត់អញទៅតាមស៊ីទាំងប្តីទាំងប្រពន្ធទុកធ្វើអីមនុស្សនិយាយមិនទៀងបុរសនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែមាត់មិនចិត្តបានជាខ្លាវិស៊ីទៅដល់ក៏ប្រាប់ប្រពន្ធតាមរឿងហេតុនោះហើយថាឥឡូវនៅមិនបានទេត្បិតខ្លាវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាប្រពន្ធក៏យំសោកស្រណោះគ្នាទៅវិញទៅមកស្ដាយគំនិតប្តីក៏លាប្រពន្ធចេញចាក់ផ្ទះដើរមកតាមផ្លូវយំបណ្ដើរផងដល់ពាក់កណ្ដាលផ្លូវប្រទះនឹងទន្សាយសួរថាបរោះឯងដើរទៅណាយំផងដូច្នេះមានទោសទុកដូចម្ដេចបុរសនោះថ្លែងឲ្យទន្សាយស្ដាប់សពគ្រប់ប្រការតាមហេតុនោះទន្សាយឆ្លើយថាបើដូច្នោះហើយអ្វីបុរសឯងទៅរកតែចេកមួយស្និតមកតែខ្លាចអីអាខ្លាកំព្រើលនោះបុរសនោះត្រេកអរមនីរត់ទៅរកបានចេកមួយស្និតហើយក៏ជូនទៅលោកសុភាទន្សាយថាខ្ញុំជូនលោកសូមឲ្យតែលោកសុភាជួយខ្ញុំឲ្យរស់ជីវិតផងចុះតែបន្តិចខ្លាវាតាមមកស៊ីខ្ញុំហើយសុភាទន្សាយថាអ្នកឯងទៅជាមួយនឹងយើងចាំមើលខ្លានោះឲ្យជាក់រួចសុភាទន្សាយរកដំបូកមួយយ៉ាងខ្ពស់ឡើងទៅអង្គុយលើដំបូកនោះដើម្បីមើលទៅឲ្យបានឆ្ងាយឯខ្លាការចាំបុរសនោះយូរពេកក៏តាមមកប្រាថ្នានឹងខំស៊ីទាំងពីរនាក់ព្រោះខុសសន្យាគ្នាពីរលើកហើយវាដើរម្នាក់ឯងតាមផ្លូវរលះរលាំងមកដល់ទៀបដំបូកបុរសនោះឃើញក៏ប្តឹងសុភាទន្សាយថាមកហើយលោកសុភាទន្សាយប្រាប់ថាមាត់ចាំវាមកចិត្តសិនខ្លាដើរមកកាន់តែចិត្តសុភាទន្សាយពំជែកមួយក្នុងមាត់ហើយស្រែកក្រហែមឡើងថាស៊ីខ្លា5មិនស្កម្មផ្ទៃស៊ីត្រប់ខាប៉ុនកូនដៃស្អាតស្ទើបាយកខ្លាឮសំឡេងធំក្រអួនថាស៊ីខ្លា5មិនស្កម្មផ្ទៃក៏ស្ទុះថយក្រោយសុភាទន្សាយក្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងទូនទួនខ្លាស្ទុះរត់លែងទាំងមើលក្រោយរត់ឆ្ងាយទៅប្រទះស្វាមួយនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លារត់មានការអ្វីខ្លាឮហើយឈប់ឆ្លើយតបទៅវិញទេវ៉ៃអើយអាណាក៏ធំម្លេះស៊ីខ្លាដល់ទៅ5មិនឆ្អែតបានជាអញភ័យរត់មកក្រែងវាស៊ីស្វាសួរថាបងឯងឃើញដែរឬអ្វីខ្លាថាទេឮតែមាត់ស្វាសួរថាមាត់ត្រង់ណាខ្លាតបថានៅបៀតដំបងឯដើមបង្រនោះណាស្វាថាក្រែងបងសុភាទេដឹងចំណាំតែឃើញនៅត្រង់ហ្នឹងខ្លាតបថាមិនមែនទេសម្ដីសុភាណាដូច្នោះស្វាថាទេប្រកាសជាសុភាហើយបើដូច្នោះទៅម្ដងទៀតមើលខ្ញុំជូនទៅខ្លាមិនព្រមទៅថាក្រែងបងស្វាឯងរត់ចោលអញតែឯងភ័យរត់ឡើងចុងឈើទៅនៅតែអញម្នាក់ឯងស្លាប់អញហើយស្វានិយាយម្ដងទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលយើងចងកន្ទុយភ្ជាប់គ្នា
ខ្ញុំឡើងទៅចុងឈើឯណារួចបើបងជាប់នឹងខ្ញុំហើយ ខ្លាតបថា បើដូច្នោះទៅក៏ទៅកុំរត់ចោលគ្នាវើយ ខ្លានិងស្វាក៏ចងកន្ទុយជាប់គ្នាហើយដើរតម្រង់ទៅដំបូកនោះបុរសនោះឃើញប្តឹងសុភាទន្សាយទៀតថាលោកអើយមកទៀតហើយម្ដងនេះមានស្វាមកផងខ្ញុំខ្លាចណាស់លោកសុភាទន្សាយថា កុំបារម្ភអីនៅមាត់ឲ្យស្ងៀមចាំវាមកចិត្តបន្តិចនឹងមើលវា សុភាទន្សាយក៏ប្រុងបកចេកមួយនឹងពមឲ្យមាំដល់មកចិត្តស្វាសួរថា ត្រង់ណាបងខ្លា ខ្លាថា នោះត្រង់នោះមាត់ស្រែកពីត្រង់នោះ សុភាទន្សាយពមចេកនៅក្នុងមាត់ស្រែកថា យីអាស្វាក្រញោមជំពាក់បំណុលអញ 4-5 ឆ្នាំដឹកអាខ្លាសង្គមមួយមកឲ្យអញមើលមាយាទអាស្វានេះ ខ្លាឮដូច្នោះក៏ស្ទុះរត់ភីងទៅស្វាខាត់ពុំស្ដាប់ហើយគិតក្នុងចិត្តថា អាស្វានេះវានាំអញមកផាត់បំណុលវាទេតា ស្វាស្រែកថា បងខ្លាឈប់សិនបងខ្លាឈប់សិន ខ្លាក៏មិនព្រមដោយចូលចិត្តថាច្បាស់ជាស្វាយកខ្លួនមកផាត់ឲ្យគេហើយរត់ទៅឆ្ងាយទាល់តែស្វានោះរំដំនឹងឈើនឹងដីស្លាប់ខ្លួនខូចអាសាឥតកា